ច្បាប់ទី38គិតតាមអ្វីដែលអ្នកចង់ប៉ុន្តែត្រូវធ្វើខ្លួនដូចអ្នកដទៃ Think as you like but behave like others តែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សឆ្លាតមួយចំនួនបែរជាជួបបរាជ័យឬត្រូវបានគេរុញច្រានចេញពីសង្គមខណៈដែលមនុស្សមួយចំនួនទៀតមើលទៅធម្មតាតែបែរជាមានឥទ្ធិពលនិងទទួលបានការគាំទ្រគ្រប់ទិសទីសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Energy ថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីច្បាប់ទី38នៃសៀវភៅ The 48 Laws of Power ដែលមានចំណងជើងថាគិតតាមអ្វីដែលអ្នកចង់ប៉ុន្តែត្រូវភឿខ្លួនដោយអ្នកដទៃក្នុងវីដេអូនេះយើងនឹងមកសិក្សាពីយុទ្ធសាស្ត្របន្លំខ្លួនក្នុងសង្គមដើម្បីជៀសវាងការក្លាយជាផ្ទាំងស៊ីបនៃកំហឹងនិងការច្រណែនបើអ្នកចង់ដឹងថាធ្វើដោយម្ដេចដើម្បីរក្សាគំនិតដ៏មុតស្រួយរបស់អ្នកឲ្យមានសុវត្ថិភាពក្នុងពិភពលោកដែលពោពេញទៅដោយការវិនិច្ឆ័យចូលតាមដានវីដេអូនេះឲ្យចប់ទាំងអស់គ្នាចំពោះផ្នែកទី1ខ្លឹមសារស្នូលនៃច្បាប់ទី38គឺជាមេរៀនស្ដីពីការរស់រាននិងការរក្សាឥទ្ធិពលក្នុងសង្គមនេះគឺជាការបកស្រាយលម្អិត1ភាពខុសប្លែកគ្នាដែលនាំមកនូវគ្រោះថ្នាក់តាមចិត្តវិទ្យាមនុស្សភាគច្រើនមានអារម្មណ៍មានសុវត្ថិភាពនៅពេលឃើញអ្នកដទៃមានគំនិតនិងទម្លាប់ដូចខ្លួននៅពេលអ្នកព្យាយាមបង្ហាញថាអ្នកមានគំនិតខ្ពង់ខ្ពស់ឬជឿនលឿនជាងអ្នកដទៃខ្លាំងពេកវាមិនមែនធ្វើឲ្យគេស្ងប់ស្ងាយអ្នកឡើយផ្ទុយទៅវិញវានឹងធ្វើឲ្យគេមានអារម្មណ៍ថាអ្នកកំពុងមើលងាយភាពល្ងង់ខ្លាយរបស់គេឬចង់បង្អួតខ្លួន2អំណាចនៃការបន្លំខ្លួនខ្លឹមសារស្នូលនៃច្បាប់នេះគឺការប្រើប្រាស់របស់មុខនៃភាពធម្មតាប្រសិនបើអ្នកចង់ផ្លាស់ប្ដូរអ្វីមួយឬចង់សម្រេចគោលដៅធំដុំអ្នកមិនត្រូវធ្វើខ្លួនឲ្យលេចធ្លោជាសត្រូវរបស់សង្គមឡើយយុទ្ធសាស្ត្រចូលរក្សាគំនិតដ៏មុតស្រួចរបស់អ្នកទុកក្នុងចិត្តហើយធ្វើសកម្មភាពខាងក្រៅឲ្យដូចជាមនុស្សទូទៅការធ្វើបែបនេះនឹងជួយឲ្យអ្នកជៀសវាងពីការរិះគន់ការច្រណែននិងការធ្វើទុកបុកម្នេញពីអ្នកដទៃ3ការរើអ្វីចំពោះភាពឆ្លាតវៃមនុស្សភាគច្រើនមិនចូលចិត្តត្រូវគេកែតម្រូវឡើយនៅពេលអ្នកបង្ហាញថាអ្នកដឹងច្រើនជាងគេឬជឿលើអ្វីដែលផ្ទុយពីជំនឿរួមដូចជាជំនឿសាសនាវប្បធម៌ឬនយោបាយពួកគេនឹងចាត់ទុកអ្នកជាមនុស្សក្រអិតក្រដំចំណុចសំខាន់ការបង្ហាញភាពឆ្លាតវៃនៃខុសកន្លែងគឺជាទម្រង់នៃភាពល្ងង់ខ្លៃមនុស្សដែលមានអំណាចពិតប្រាកដគឺមនុស្សដែលដឹងថាពេលណាត្រូវលាក់បាំងភាពឆ្លាតវៃរបស់ខ្លួន4សេរីភាពក្នុងការស្ងប់ស្ងាត់ការដែលអ្នកធ្វើខ្លួនដោយអ្នកដទៃមិនមែនមានន័យថាអ្នកបោះបង់ខ្លួនឡើយវាគឺជាយុទ្ធសាស្ត្រដើម្បីទិញសេរីភាពនៅពេលអ្នកដទៃមើលឃើញអ្នកជាមនុស្សធម្មតាពួកគេនឹងឈប់តាមដានឬឈប់ដាក់សម្ពាធលើអ្នកនេះគឺជាឱកាសមាសដែលអ្នកអាចប្រើប្រាស់ពេលវេលានិងថាមពលទៅអភិវឌ្ឍគំនិតពិតប្រាកដរបស់អ្នកនៅពីក្រោយឆាកច្បាប់នេះបង្រៀនថាចូលគិតដោយបណ្ឌិតប៉ុន្តែនិយាយភាសាមនុស្សធម្មតាកុំយកគំនិតដ៏មានតម្លៃរបស់អ្នកទៅប្រឈមមុខនឹងជញ្ជាំងនៃជំនឿរបស់មនុស្សភាគច្រើនព្រោះអ្នកនឹងមានតែការខាតបង់ចូលប្រើភាពដូចគ្នាជាខៀនការពារដើម្បីរក្សាគំនិតខុសគ្នាឲ្យថ្លៃទៅជាអាវុធសម្ងាត់ចំពោះផ្នែកទី2យន្តមាននៃអំណាចគឺជាការស្វែងយល់អំពីមូលហេតុដែលការបន្លំខ្លួនជួយឲ្យអ្នកមានអំណាចនិងមានសុវត្ថិភាពនេះគឺជាយន្តមានដែលវាកំពុងដំណើរការក្នុងសង្គម1ការកាត់បន្ថយការប្រឆាំងនៅពេលអ្នកបញ្ចេញគំនិតដែលប្លែកឬជឿនលឿនពេកអ្នកកំពុងប្រកាសដោយប្រយោយថាអ្នកដទៃកំពុងដើរយឺតជាងអ្នកឬកំពុងគិតខុសហើយតាមចិត្តវិទ្យាវានឹងបង្កើតឲ្យមានភាពច្រណែននិងការប្រឆាំង resentment យន្តមាននៅពេលអ្នកធ្វើខ្លួនដូចអ្នកដទៃអ្នកកំពុងផ្ដាល់នូវសុវត្ថិភាពផ្លូវចិត្តដល់ពួកគេនឹងលែងមានអារម្មណ៍ថាត្រូវអ្នកគំរាមកំហែងឬមើលងាយលទ្ធផលពួកគេនឹងបោកចិត្តទទួលអ្នកនិងឈប់រារាំងផ្លូវរបស់អ្នក2ឥទ្ធិពលនៃភាពដូចគ្នាមនុស្សមានសភាវកិច្ចតាមផងយើងមានទំនោរទុកចិត្តមនុស្សដែលមានសកម្មភាពភាសានិងរបៀបរស់នៅស្រដៀងនឹងយើងយន្តមានការត្រត្រាំគឺជាអាវុធចិត្តវិទ្យាដ៏ខ្លាំងក្លានៅពេលអ្នកនិយាយភាសាដែលពួកគេយល់និងស្លៀកពាក់តាមរបៀបដែលពួកគេធ្លាប់ឃើញពួកគេនឹងចាត់ទុកអ្នកជាមនុស្សក្នុងក្រុមតែមួយលទ្ធផលអ្នកអាចចូលទៅកាន់ស្រទាប់វណ្ណៈណាឬក្រុមណាក៏បានដើម្បីទាញយកព័ត៌មានឬផលប្រយោជន៍ដោយមិនមានអ្នកណាសង្ស័យ3ការរក្សាអត្តកម្មបាំងនៃអំណាចដែលគេមើលឃើញច្បាស់ពេកងាយត្រូវបានគេកម្ចាត់ប៉ុន្តែអំណាចដែលលាក់បាំងក្រោយភាពសាមញ្ញគឺជាអំណាចដ៏គ្រោះថ្នាក់បំផុតយន្តមានការដែលអ្នកធ្វើខ្លួនដូចអ្នកដទៃគឺជាការបង្កើតផ្សែងបិញបាំងមិនមានអ្នកណាដឹងថាអ្នកកំពុងរៀបចំផែនការអ្វីមួយឬមានគំនិតមុតស្រួចដល់កម្រិតណានោះឡើយ
លទ្ធផលអ្នកមានសេរីភាពពេញលេញដើម្បីដាវយុទ្ធសាស្ត្រនៅពីក្រោយឆាកខណៈពេលដែលសត្រូវរបស់អ្នកកំពុងមើលរំលងអ្នកព្រោះគេគិតថាអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ 4. ការជៀសវាងពីការធ្វើជាផ្ទាំងស៊ីបនៅក្នុងប្រវត្តិសាស្ត្រមនុស្សដំបូងដែលហែករួចជំនឿចាស់ៗច្រើនតែជាមនុស្សដំបូងដែលត្រូវបានគេកម្ចាត់ដូចជាសូក្រាតឬហ្គាលីលេអូយន្តមានសង្គមតែងតែមានយន្តមានកម្ចាត់វត្ថុប្លែក outliers ដើម្បីរក្សាលំនឹងប្រសិនបើអ្នកលេចធ្លោខ្លាំងពេកនៅក្នុងនាមជាអ្នកប្រឆាំងអ្នកនឹងក្លាយជាផ្ទាំងស៊ីបសម្រាប់គ្រប់គ្នាលទ្ធផលការសម្រាប់តួគឺជាខៀនវាមិនមែនជាការចកចំនួនឡើយប៉ុន្តែវាគឺជាការថែរក្សាធម៌ពលរបស់អ្នកសម្រាប់សមរភូមិដ៏ស័ក្តិសមនិងមានសង្ឃឹមឈ្នះ 5. ការគ្រប់គ្រងការយល់ដឹងមនុស្សដែលមានអំណាចពិតប្រាកដដឹងថាពួកគេមិនអាចផ្លាក់ប្ដូរចិត្តមនុស្សរៀបលានអ្នកក្នុងពេលតែមួយបានឡើយយន្តមានជំនួសការតស៊ូមតិដើម្បីបញ្ជូនគេឲ្យជឿតាមខ្លួនអ្នកគ្រាន់តែបង្ហាញនៅអ្វីដែលគេចង់ឃើញនេះគឺជាការគ្រប់គ្រងការយល់ដឹង perception control លទ្ធផលអ្នកទទួលបានការគាំទ្រពីមហាជនដោយមិនចាំបាច់លាក់បង់គំនិតពិតប្រាកដរបស់អ្នកឡើយច្បាប់នេះបង្រៀនថាបន្លំខ្លួនដើម្បីរស់បន្លំខ្លួនដើម្បីឈ្នះអំណាចមិនមែនជាការស្រែកប្រាប់ពិភពលោកថាអ្នកប្លែកឡើយប៉ុន្តែគឺជាការមានសមត្ថភាពដើរចូលទៅក្នុងចំណោមហោមជនដោយមិនមានអ្នកណាដឹងថាអ្នកជានរណាខណៈពេលដែលអ្នកកំពុងកាន់កាប់ខ្សែញាក់នៃស្ថានភាពទាំងអស់សម្រាប់ផ្នែកទី3យុទ្ធសាស្ត្រអនុវត្តគឺជាការណែនាំអំពីរបៀបបត់បែនតាមកាលៈទេសៈដើម្បីរស់នៅដោយមានសុវត្ថិភាពនិងរក្សាអំណាចនៅសង្គមដែលពោរពេញទៅដោយការវិនិច្ឆ័យនេះគឺជាយុទ្ធសាស្ត្រជាក់ស្ដែងសម្រាប់អនុវត្ត 1. ការរៀននិយាយភាសាសហគមន៍ទោះបីជាអ្នកមានចំណេះដឹងជ្រៅជ្រែកឬមានគំនិតវិទ្យាសាស្ត្រកម្រិតណាក៏ដោយនៅពេលសន្ទនាជាមួយមនុស្សទូទៅចូលប្រើពាក្យពេចន៍សាមញ្ញនិងប្រធានបទដែលពួកគេចូលចិត្តយុទ្ធសាស្ត្រប្រសិនបើអ្នកនៅក្នុងចំណោមមនុស្សដែលចូលចិត្តនិយាយពីរឿងជំនឿឬរឿងកំប្លែងចូលលំសន្ទនាជាមួយពួកគេដោយភាពរីករាយកុំព្យាយាមយកទ្រឹស្ដីស្មុគស្មាញទៅបង្រៀនពួកគេព្រោះវានឹងធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សអោតចំណេះ 2. បង្ហាញភាពខុសប្លែកតែក្នុងរង្វង់តូចច្បាប់នេះមិនមែនបង្ខំឲ្យអ្នកលាក់ខ្លួនរហូតនោះទេអ្នកត្រូវមានកន្លែងសម្រាប់បញ្ចេញគំនិតពិតរបស់អ្នកយុទ្ធសាស្ត្រចូលស្វែងរកក្រុមមនុស្សដែលមានកម្រិតបញ្ញាខ្ពស់ឬមានទស្សនៈដូចអ្នកដើម្បីចែករំលែកគំនិតប្លែកៗទាំងអស់នោះការធ្វើបែបនេះជួយឲ្យអ្នកមានតុល្យៈផ្លូវចិត្តមិនចាំបាច់ទៅប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងរង្វង់មហាជន 3. យុទ្ធសាស្ត្រយល់ស្រាប់ដើម្បីឈ្នះនៅពេលអ្នកជួបមនុស្សដែលបញ្ចេញគំនិតខុសឆ្គងឬហួសសម័យហើយវាមិនប៉ះពាល់ដល់ផលប្រយោជន៍ធំដុំរបស់អ្នកចូលជៀសវាងការជជែកដែងដោវយកឈ្នះចាញ់យុទ្ធសាស្ត្រគ្រាន់តែងក់ក្បាលឬញញឹមរួចនិយាយថាវាជាគំនិតគួរឲ្យចាប់អារម្មណ៍ការធ្វើបែបនេះជួយឲ្យអ្នករក្សាទំនាក់ទំនងបានល្អនិងមិនបង្កើតសត្រូវដោយអត់ប្រយោជន៍ចងចាំថាការឈ្នះចិត្តមនុស្សសំខាន់ជាងការឈ្នះក្នុងការជជែកវែកញៀតការប្រើប្រាស់របាំងវប្បធម៌ចូលគោរពនិងអនុវត្តតាមទំនៀមទម្លាប់ឬពិធីករនៃសង្គមដែលអ្នកកំពុងរស់នៅទោះបីជាអ្នកគិតថាវាជារឿងអត់ប្រយោជន៍ក៏ដោយយុទ្ធសាស្ត្រនៅពេលអ្នកនៅក្នុងកម្មវិធីផ្លូវការដែលតម្រូវឲ្យស្លៀកពាក់បែបប្រពៃណីឬធ្វើសកម្មភាពណាមួយចូលធ្វើវាឲ្យបានល្អបំផុតនៅពេលដែលអ្នកបង្ហាញថាអ្នកគោរពច្បាប់សង្គមមនុស្សនឹងឈប់តាមដានសកម្មភាពសម្ងាត់ផ្សេងទៀតរបស់អ្នកការធ្វើពុតជាលុងដើម្បីសង្កេតយុទ្ធសាស្ត្រដ៏ខ្លាំងប្រភេទមួយគឺការធ្វើខ្លួនជាមនុស្សសាមញ្ញដែលមិនដឹងអីច្រើនដើម្បីឲ្យមនុស្សដទៃបញ្ចេញចរិតពិតឬព័ត៌មានសម្ងាត់មកប្រាប់អ្នកយុទ្ធសាស្ត្រកុំបង្អួតថាអ្នកដឹងគ្រប់រឿងការធ្វើជាអ្នកស្ដាប់ល្អនិងធ្វើជាអ្នកដែលមិនសូវឆ្លាតនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ថាពួកគេពូកែជាងអ្នកនៅពេលដែលពួកគេលែងប្រយ័ត្នអ្នកនឹងអាចមើលធ្លុះពីបំណងនិងចំណុចខ្សោយរបស់ពួកគេបានយ៉ាងងាយស្រួលការបញ្ចេញគំនិតប្លែកៗដោយប្រយោលប្រសិនបើអ្នកចង់ផ្លាស់ប្ដូរអ្វីមួយឬណែនាំគំនិតថ្មីកុំនិយាយថាវាជាគំនិតរបស់អ្នកយុទ្ធសាស្ត្រចូលនិយាយថាវាជាគំនិតដកស្រង់ចេញពីប្រភពដែលពួកគេគោរពដូចជាតាមក្បួនបុរាណឬតាមសម្ដីបុគ្គលល្បីៗការផ្សារចំណងគំនិតថ្មីទៅកាន់អ្វីដែលគេមិនជឿស្រាប់ហើយនឹងធ្វើឲ្យគេងាយទទួលយកជាងការប្រកាសថាអ្នកជាអ្នករកឃើញគន្លឹះសម្រាប់អ្នកអនុវត្តការសម្របខ្លួនមិនមែនជាការចុះចំទៅនឹងសង្គមឡើយប៉ុន្តែវាជាសិល្បៈនៃការបន្លំខ្លួនដើម្បីឲ្យអ្នកអាចដើរទៅដល់គោលដៅដោយអត់មានអ្នកណាមកបង្អាក់ចូលរក្សាការឆ្លាតវៃទុកជាអាវុធងាប់និងប្រើជាសម្បកក្រក្រៅសម្រាប់ការពារខ្លួន
ចំពោះផ្នែកទី4មេរៀនប្រវត្តិសាស្ត្រគឺជាការឆ្លុះបញ្ចាំងពីជោគកេរ្តិ៍របស់បុគ្គលពីររូបដែលមានបញ្ញាខ្ពស់ដូចគ្នាប៉ុន្តែមានវិធីសាស្ត្រប្រើប្រាស់របាំងមុខខុសគ្នាស្រស់ស្រាយដែលនាំទៅរកលទ្ធផលខុសគ្នាស្រស់ឡើងមេរៀនប្រវត្តិសាស្ត្រទី1មេរៀននៃការបរាជ័យរបស់សូក្រាតសូក្រាតគឺជាត្រសាយនាថដ៏មានឥទ្ធិពលម្នាក់នៃលោកប៉ុន្តែលោកបានក្លាយជាជនរងគ្រោះនៃច្បាប់នេះសកម្មភាពលោកតែងតែដើរតាមធាសាធារណៈនៅទីក្រុងអាថែនហើយដេញដោលសួរដេញដោលមនុស្សដទៃដើម្បីបង្ហាញថាគំនិតនិងជំនឿរបស់ពួកគេគឺខុសឬមិនសមហេតុផលលោកមិនព្រមសម្របខ្លួនតាមជំនឿសាសនាឬទំនៀមទម្លាប់នៃសង្គមនៅសម័យនោះឡើយលទ្ធផលទោះបីជាលោកឆ្លាតយ៉ាងណាក៏ភាពត្រង់និងការចង់បង្ហាញភាពខុសប្លែករបស់លោកបានធ្វើឲ្យមហាជនមានអារម្មណ៍ថាត្រូវគេមើលងាយនិងមានការភ័យខ្លាចចំពោះគំនិតរបស់លោកជាចុងក្រោយលោកបានគេកាត់ទោសប្រហារជីវិតដោយបង្ខំឲ្យផឹកថ្នាំពុលមេរៀនការបង្ហាញភាពឆ្លាតវៃចំអកយកភាពលុងខ្លៅរបស់មហាជនគឺជាការអញ្ជើញគ្រោះថ្នាក់មកដាក់ខ្លួនមេរៀនប្រវត្តិសាស្ត្រទី2មេរៀននៃជោគជ័យរបស់ Thomas Kempela Kempela គឺជាត្រសាយនាថជនជាតិអ៊ីតាលីដែលរស់នៅសម័យដែលមានការរឹតបន្តឹងខ្លាំងផ្នែកជំនឿសាសនាសកម្មភាពលោកមានគំនិតជឿនលឿនខ្លាំងដែលប្រឆាំងនឹងព្រះវិហារកាតូលិកប៉ុន្តែនៅពេលលោកត្រូវគេចាប់ខ្លួននិងធ្វើទរណកម្មលោកបានសម្រេចចិត្តប្រើប្រាស់យុទ្ធសាស្ត្របន្លំខ្លួនលោកបានធ្វើពុតជាមនុស្សឈួនដោយស្រែកឡូឡានិងធ្វើកាយវិការមិនដឹងអីទាំងអស់លទ្ធផលដោយសារតែអ្នកធ្វើទរណកម្មជឿថាលោកពិតជាឈួនពិតប្រាកដព្រមមនុស្សឆ្លាតមិនធ្វើបែបនោះឡើយជាចុងក្រោយពួកគេបានបន្ធូរបន្ថយការដាក់ទោសនិងទុកជីវិតលោកឲ្យរស់នៅក្នុងអំឡុងពេលធ្វើពុតជាឈួននោះលោកមានឱកាសសរសេរសៀវភៅដ៏ល្បីល្បាញរបស់លោកគឺ The City of the Sun ជាសម្ងាត់ក្នុងគុកមេរៀនការជ័យបន្ថយខ្លួនឬធ្វើពុតជាមិនដឹងអីមួយអាចរំរានជីវិតនិងគម្រោងការធំរបស់អ្នកឲ្យសម្រេចនៅថ្ងៃក្រោយករណីសិក្សាស្ដេច Frederick the Great ស្ដេចនៅអាណាចក្រប្រៅគឺជាអ្នកដែលចូលចិត្តវប្បធម៌និងត្រសាយនាបារាំងខ្លាំងណាស់ដែលកាលនោះខុសប្លែកពីទំនៀមទម្លាប់ទាហានដ៏តឹងរបស់ប្រៅសកម្មភាពនៅពេលនៅក្មេងលោកធ្លាប់បានគេដាក់ទោសយ៉ាងធ្ងន់ធ្ងរដោយសារតែការលេងតន្ត្រីនិងអានសៀវភៅលោកក៏បានរៀនពីច្បាប់នេះដោយធ្វើពុតជាយល់ស្របតាមឪពុករៀនជំនាញទាហានយ៉ាងខ្លាំងក្លានិងធ្វើខ្លួនជាមេទ័ពដ៏ម៉ឺងម៉ាត់លទ្ធផលនៅពេលលោកឡើងគ្រងរាជ្យលោកមានអំណាចពេញនៃដៃលោកបានក្លាយជាមេទ័ពដ៏ខ្លាំងពូកែផងនិងអ្នកគាំទ្រសិល្បៈដ៏អស្ចារ្យផងមេរៀនការសម្របខ្លួនចំពោះអំណាចដែលធំជាងខ្លួនគឺជាយុទ្ធសាស្ត្រដើម្បីរងចាំឱកាសគ្រប់គ្រងស្ថានភាពនៅថ្ងៃក្រោយសេចក្តីសន្និដ្ឋានពីប្រវត្តិសាស្ត្របានបង្ហាញថាមនុស្សដែលចូលចិត្តបង្ហាញភាពខុសប្លែករបស់ខ្លួននៅខុសកាលៈទេសៈច្រើនតែជួបបញ្ហាផ្ទុយទៅវិញអ្នកដែលចេះប្រើប្រាស់របាំងមុខនៃភាពធម្មតាគឺជាអ្នកដែលរុករាននិងអាចសម្រេចមហិច្ឆតាដ៏អស្ចារ្យរបស់ពួកគេបានដោយជោគជ័យចូលធ្វើជាសត្វធម៌ចចកក្នុងរោមជាមជាងជាធ្វើជាសត្វជាមដែលចង់បង្ហាញខ្លួនជាសត្វចចកចំពោះផ្នែកទី5បំរាមនឹងការប្រុងប្រយ័ត្ន The Warning គឺជាការដាស់តឿនឲ្យអ្នកចេះប្រើប្រាស់យុទ្ធសាស្ត្រនេះដោយភាពវៃឆ្លាតដើម្បីកុំឲ្យរបាំងមុខរបស់អ្នកត្រឡប់មកបង្កបញ្ហាដល់អ្នកវិញ1ការបាត់បង់អត្តសញ្ញាណពិត Loss of Self ហានិភ័យធំបំផុតនៃការធ្វើខ្លួនដូចអ្នកដទៃគឺការលងខ្លួនទៅក្នុងតួអង្គដែលអ្នកកំពុងសម្ដែងបំរាមកុំឲ្យការសម្របតាមសង្គមលេបត្របាសគំនិតពិតរបស់អ្នកបើសិនជាអ្នកធ្វើខ្លួនដូចមនុស្សធម្មតាយូរពេកដោយមិនបានចំណាយពេលអភិវឌ្ឍបញ្ញាឬគំនិតយុទ្ធសាស្ត្ររបស់អ្នកនៅពីក្រោយឆាកទេនោះអ្នកនឹងក្លាយទៅជាមនុស្សធម្មតាម្នាក់ពិតប្រាកដការប្រុងប្រយ័ត្នត្រូវមានពេលវេលានិងទីកន្លែងសម្រាប់ខ្លួនឯងដើម្បីរំលឹកពីគោលដៅនិងអត្តសញ្ញាណពិតរបស់អ្នកជានិច្ច 2. គ្រោះថ្នាក់នៃការបែកការ The risk of exposure ប្រសិនបើអ្នកសម្ដែងមិនបានល្អឬសម្ដែងជ្រុលវានឹងធ្វើឲ្យគេចាប់បានថាអ្នកមិនមែនជាមនុស្សបែបនោះពិតប្រាកដឡើយបំរាមកុំផ្លាស់ប្ដូរអាកប្បកិរិយាលឿនពេកឬខ្លាំងពេកពីស្ថានភាពមួយទៅស្ថានភាពមួយទៀតបើមនុស្សចាប់អារម្មណ៍ថាអ្នកមានមុខមាត់ច្រើនពេកពួកគេនឹងលែងទុកចិត្តអ្នកនិងចាប់ផ្ដើមសង្ស័យរាល់សកម្មភាពរបស់អ្នកការប្រុងប្រយ័ត្នការបន្លំខ្លួនត្រូវធ្វើឡើងដោយភាពម៉ឺងម៉ាត់និងមានលំនឹងចូលធ្វើវាជាផ្នែកមួយនៃចរិតធម្មជាតិរបស់អ្នក3ការជ្រើសរើសមនុស្សទុកចិត្តខុស misplacing your trust ច្បាប់នេះអនុញ្ញាតឲ្យអ្នកបញ្ចេញគំនិតពិតតែចំពោះមនុស្សដែលអ្នកទុកចិត្តបំផុតប៉ុន្តែនេះក៏ជាចំណុចខ្សោយដែរបំរាម
កុំបញ្ចេញគំនិតប្លែកឬអត្ថកម្បាំងរបស់អ្នកទៅកាន់មនុស្សដែលអ្នកគិតថាជាមិត្តភក្តិឬជាអ្នកមានបញ្ញាដូចគ្នាដោយមិនបានពិនិត្យឲ្យច្បាស់ឡើយមនុស្សខ្លះអាចនឹងយកព័ត៌មានទាំងនោះទៅប្រើប្រាស់ដើម្បីបំបាក់អ្នកនៅថ្ងៃក្រោយការប្រុងប្រយ័ត្នត្រូវមានការសាក់លបងចិត្តមនុស្សមុននឹងបើករបាំងមុខបង្ហាញការពិត 4. ការក្លាយទៅជាមនុស្សខ្ងួយមហិច្ឆតា falling into mediocrity ការសម្របខ្លួនខ្លាំងអាចធ្វើឲ្យអ្នកបាត់បង់ភាពមុតស្រួយរបស់មហិច្ឆតារបស់អ្នកបំរាមកុំឲ្យការចង់បានភាពសុខសាន្តក្នុងសង្គមធ្វើឲ្យអ្នកឈប់ហ៊ានគិតធំឬឈប់ហ៊ានធ្វើអ្វីណាថ្មីត្រូវចាំថាការសម្របខ្លួនគឺជាមធ្យោបាយមិនមែនជាគោលដៅឡើយការប្រុងប្រយ័ត្នចូលធ្វើវាជាផ្សែងបិទបាំងដើម្បីឲ្យអ្នកអាចធ្វើការងារដ៏អស្ចារ្យរបស់អ្នកបានដោយមិនមានអ្នកណាមករំខានឡើយ 5. ការប្រឆាំងពីអ្នកដែលស្គាល់អ្នកច្បាស់លាស់ conflict with intimates មនុស្សដែលនៅក្បែរខ្លួនអ្នកដូចជាគ្រួសារឬមិត្តជិតស្និទ្ធអាចនឹងមានអារម្មណ៍ច្របូលច្របល់នៅពេលឃើញអ្នកធ្វើខ្លួនខុសពីធម្មតាជាមួយអ្នកដទៃបំរាមកុំប្រើរបាំងមកជាមួយមនុស្សដែលអ្នកត្រូវការពឹងពាក់ភ្នែកអារម្មណ៍និងភាពស្មោះត្រង់ការធ្វើបែបនេះនឹងបំផ្លាញរំនាក់រំនងជិតស្និទ្ធរបស់អ្នកការប្រុងប្រយ័ត្នត្រូវចេះបែងចែកឲ្យច្បាស់រវាងសមរភូមិសង្គមនិងតាមតំបន់សុវត្ថិភាពផ្ទាល់ខ្លួនមេរៀនសង្ខេបច្បាប់ទី38គឺជាអាវុធដ៏មុតស្រួចសម្រាប់ការពារខ្លួនប៉ុន្តែវាទាមទារឲ្យអ្នកមានសតិស្មារតីខ្ពស់បំផុតចូលពាក់របាំងមុខដើម្បីការពារខ្លួនប៉ុន្តែកុំឲ្យរបាំងមុខនោះក្លាយទៅជាស្បែកមុខរបស់អ្នកឡើយប្រសិនបើអ្នកអាចគ្រប់គ្រងតឡាភាពរវាងការពិតនិងការសម្ដែងបាននោះអ្នកនឹងរស់នៅដោយមានសុវត្ថិភាពនិងមានអំណាចបំផុតសរុបមកវិញច្បាប់ទី38គឺជាសិល្បៈនៃការរស់នៅចូលធ្វើខ្លួនជាសត្វចចកខនរោមជាមគឺមានន័យថារក្សាភាពឆ្លាតវៃនិងគម្រោងធំរបស់អ្នកទុកជាសម្ងាត់ហើយបង្ហាញទៅកាន់ពិភពលោកនៅអ្វីដែលពួកគេចង់ឃើញនិងចង់ឮតែប៉ុណ្ណោះការធ្វើបែបនេះមិនមែនជាការបោកប្រាស់ឡើយប៉ុន្តែវាគឺជាការការពារដើម្បីសម្រេចគោលដៅធំនៅថ្ងៃអនាគតជួបគ្នានៅវីដេអូបន្ទាប់ដែលនិយាយអំពីច្បាប់ទី39បង្ករលកខ្លងទឹកដើម្បីចាប់ត្រី Stir up waters to catch the fish ដោយនិយាយអំពីការគ្រប់គ្រងអារម្មណ៍និងការប្រើប្រាស់កំហឹងរបស់សត្រូវឲ្យคล้ายទៅជាចំណុចខ្សោយរបស់ពួកគេប្រសិនបើអ្នកពេញចិត្តមេរៀនយុទ្ធសាស្ត្រនិងការអភិវឌ្ឍខ្លួនបែបនេះកុំភ្លេចចុច like និង share ទៅកាន់មនុស្សដែលអ្នកចង់ឲ្យគេជោគជ័យដូចអ្នកហើយសម្រាប់អ្នកដែលចង់បន្តរៀនសូត្រពីអត្ថកម្បាំងនៃអំណាចក្នុងច្បាប់ទី39និងច្បាប់បន្តទៀតកុំភ្លេចចុច subscribe channel Energy និងដាក់សញ្ញាកណ្ដឹងតើអ្នកយល់ថាការបន្លំខ្លួនសំខាន់ប៉ុណ្ណាសម្រាប់ជីវិតអ្នកបញ្ចេញមតិរបស់អ្នកនៅខាងក្រោមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា